គឺទីមួយគឺខ្ញុំមើលឃើញថាចង់ធ្វើឲ្យកម្លាំងជួរមុខរបស់កម្ពុជាបាក់កម្លាំងអូសបន្លាយរហូតដល់កម្លាំងជួរមុខរបស់កម្ពុជាបាក់កម្លាំងហើយថៃនឹងរំពឹងថាចូលទៅចាប់យកកម្លាំងទាំងអស់នោះចាប់យកទីតាំងទាំងអស់នោះក្នុងគណៈដែលបច្ចុប្បន្នខ្លួនចូលមិនចោះដោយសារតែកម្លាំងជួរមុខកម្ពុជារឹងមាំចឹងថៃប្រើវិធីសាស្ត្រអូសបន្លាយដើម្បីឲ្យកម្លាំងកម្ពុជានៅជួរមុខបាក់បាទអញ្ចឹងហើយចំណុចនេះយើងគួរក្រើនរំលឹកថាធ្វើយ៉ាងណាកុំឲ្យកម្លាំងកម្ពុជានៅជួរមុខបាក់ស្រុតឬក៏មានបញ្ហាស្មារតីសុខភាពអីជាដើមយើងត្រូវតែថ្នាក់ថ្នមកម្លាំងជួរមុខរបស់យើងចំណុចទី2គឺថៃមានបំណងញុះញង់ឲ្យកម្ពុជាចូលសង្គ្រាមពេញលក្ខណៈ full scale war មានន័យថាឥឡូវថៃប្រកាសសង្គ្រាមតែឯកតោភាគីធ្វើសង្គ្រាមចូលទឹកដីកម្ពុជាក្នុងគណៈកម្ពុជាគ្រាន់តែប្រើសិទ្ធិការពារខ្លួនទេមិនបានប្រកាសសង្គ្រាមដោយថៃទេអញ្ចឹងថៃចង់ឲ្យកម្ពុជាចូលសង្គ្រាមពេញលក្ខណៈដើម្បីថៃមានលេសគ្រប់គ្រាន់ក្នុងការបំផ្លាញកម្ពុជាចំណុចទី3គឺជាហេតុផលដែលរដ្ឋាភិបាលចាំផ្ទះរបស់អនុទិននេះស្វែងរកប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតហើយក៏ប្រជាប្រិយភាពសម្រាប់វាំងប្រជាប្រិយភាពរបស់យោធាដែលធ្លាប់តែប្រជាជនបានវាយតម្លៃថាជាក្រុមដែលចាំតែធ្វើរដ្ឋប្រហារនោះបាទចំណុចទី4គឺថៃបានដឹងហើយថាអ្នកណាក៏ដឹងដែរថាប្រធានអាស៊ានបដូរវេនឆ្នាំ2025នេះបានធ្វើកិច្ចការយ៉ាងសកម្មទៅលើចំនួននេះគឺប្រទេសម៉ាឡេស៊ីលោកអាន់វ៉ៃប្រាហ៊ីមរួមនឹងសហរដ្ឋអាមេរិកប្រធានាធិបតីសហរដ្ឋអាមេរិកដែរចឹងថៃនឹងធ្វើសង្គ្រាមអូសបន្លាយចូលឆ្នាំ2026ដែលជាប្រធានអាស៊ានបដូវវេនថ្មីអាចអិរិយាបថនៅក្នុងសង្គ្រាមនេះផ្សេងពីនេះអាចថៃស្រួលជាងអានេះតាមការគិតរបស់ខ្ញុំហើយចំណុចទី5គឺថៃចង់បន្សោះសេដ្ឋកិច្ចកម្ពុជាគឺបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយើងឃើញបំផ្លាញស្ពានជាច្រើនកន្លែងបំផ្លាញទីតាំងសន្តាគារកាស៊ីណូតាមព្រំដែននិងបំផ្លាញផ្សេងទៀតដោយសារយកលេសថាតំបន់នោះគឺបំរើឲ្យវិស័យយោធាកងទ័ពអីជាដើមតាមពិតមិនមែនទេគឺបំផ្លាញវិស័យសេដ្ឋកិច្ចរបស់កម្ពុជារួមនឹងធ្វើឲ្យនៅតាមបណ្ដោយព្រំដែនហ្នឹងថាប្រជាជនមិនអាចប្រកបមុខរបរបានបាទហើយទេសចរធ្លាក់ចុះដោយសារតែភ័យខ្លាចនឹងសង្គ្រាមនេះហើយគឺថៃមានបំណងបន្សោះធ្វើឲ្យខ្សោះណាធ្វើឲ្យខ្សោះសេដ្ឋកិច្ចកម្ពុជាហើយចំណុចទី6ខ្ញុំមានមើលឃើញថាថៃចាំមើលប្រតិកម្មអន្តរជាតិចំពោះកម្ពុជាតើមកទល់ពេលហ្នឹងតើអន្តរជាតិណាខ្លះប្រតិកម្មដោយមិនខ្លះគ្រប់គ្រងកម្ពុជាខ្លះនេះជាចំណែកមួយដែលថៃមើលឃើញចំណុចខ្លាំងឬចំណុចខ្សោយថៃទន្ទឹងរង់ចាំដូច្នេះហើយចំណុចទី7កម្ពុជានៅថៃក៏មើលដែរថានៅភាពធន់នយោបាយការបរទេសកម្ពុជាក៏ដូចជាភាពធន់នៃរដ្ឋាភិបាលកម្ពុជាផងដែរថាអាចស៊ូទ្រាំនឹងសម្ពាធដ៏ខ្លាំងក្លាសង្គ្រាមដ៏ខ្លាំងក្លារបស់ថៃនឹងយ៉ាងដូចម្ដេចក្នុងគណៈថៃពេលនេះកំពុងតែមានវិបត្តិខ្លាំងវិបត្តិខាងក្នុងខ្លាំងម្ល៉េះហើយឆ្លៀតក្នុងឱកាសនេះចង់គម្រាមកំហែងកម្ពុជាកុំឲ្យស្ទុះងើបជាងខ្លួន